ករណីឃាតកម្មនៅក្នុងខេត្តកំពង់ចាមក្នុងនោះផងដែររដ្ឋបាលខេត្តកំពង់ចាមក៏បានចេញនូវសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធទៅនឹងករណីឃាតកម្មដែលសម្លាប់មនុស្សចំនួន9នាក់នៅភូមិពូនឃុំទួលសម្បូរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមរដ្ឋបាលខេត្តកំពង់ចាមសូមជម្រាបជូនដល់អ្នកសារព័ត៌មានមេត្តាជ្រាបថានៅវេលាម៉ោងប្រមាណជា6:00នាទីព្រឹកថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025រដ្ឋបាលខេត្តកំពង់ចាមបានទទួលព័ត៌មានពីករណីឃាតកម្មដុតផ្ទះនិងអាកសម្លាប់នៅភូមិពូនឃុំទួលសម្បូរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមភ្លាមលោកអភិបាលខេត្តកំពង់ចាមបានបញ្ជាមកស្នងការដ្ឋាននគរបាលខេត្តនិងអាវុធហត្ថខេត្តក្រោមការដឹកនាំសម្របសម្រួលពីតំណាងអัยការអមសាលាដំបងខេត្តធ្វើការចុះត្រួតពិនិត្យស្រាវជ្រាវអំពីមូលហេតុនិងវែកមុខជនល្មើសមកទទួលបានលទ្ធផលដូចខាងក្រោម1ហេតុការណ៍ឃាតកម្មដុតផ្ទះនិងអាកសម្លាប់ខាងលើកើតឡើងនៅវេលាម៉ោង5:30នាទីព្រឹកថ្ងៃទី23ខែវិច្ឆិកាប្រហែលជា30នាទីមុនសមត្ថកិច្ចទទួលបានព័ត៌មានទីតាំងផ្ទះកើតហេតុស្ថិតនៅដីចំការដាច់ស្រយាល2ឃាតកម្មដុតផ្ទះនិងអាកសម្លាប់នេះបណ្ដាលឲ្យមានអ្នកស្លាប់9នាក់ក្នុងនោះ8នាក់បាត់បង់ជីវិតក្នុងភ្នក់ភ្លើងឆេះនិងម្នាក់ទៀតត្រូវបានអាកសម្លាប់នៅចម្ងាយប្រហែល100ម៉ែត្រពីទីតាំងផ្ទះឆេះជនរងគ្រោះទាំង9នាក់មានស្រី7នាក់និងប្រុស2នាក់សុទ្ធតែជាសាច់ញាតិនឹងគ្នាទី3ជនសង្ស័យជាឃាតករត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះសុបិនមីនីអាយុ21ឆ្នាំត្រូវជាប្តីរបស់ជនរងគ្រោះម្នាក់ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង9:30នាទីព្រឹកថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025នៅចំណុចអូហោះភូមិគីឡូ10ឃុំអរិយថ្នោតស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមដែលជាស្រុករបស់ជនសង្ស័យហើយជនសង្ស័យក៏បានសារភាពនៅឃាតកម្មរបស់ខ្លួនរួចហើយនៅពេលដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យហាក់មានស្មារតីមិនប្រក្រតីតាមការពិនិត្យទឹកមាត់ជនសង្ស័យពុំត្រូវបានរកឃើញថាពាក់ព័ន្ធទៅនឹងសារធាតុញៀនឡើយសមត្ថកិច្ចក៏បន្តយកឈាមរបស់ជនសង្ស័យទៅពិនិត្យនិងបន្តវិភាគបញ្ហាស្មារតីរបស់គាត់បន្ថែមទៀតជាសន្និដ្ឋានបឋមជនសង្ស័យនិងក្រុមជនរងគ្រោះគឺជាសាច់ញាតិនឹងគ្នាបញ្ហាឃាតកម្មនេះគឺជាបញ្ហាផ្ទៃក្នុងគ្រួសារចំពោះមូលហេតុដែលនាំឲ្យឈានទៅដល់ការបង្កើតឃាតកម្មនេះគឺជនសង្ស័យបានឆ្លើយសារភាពថាខ្លួនមានការគុំគួននឹងប្រពន្ធដែលតែងតែមានចំនួននឹងគ្នាជាប្រចាំរហូតដល់ខ្លួនសម្រេចចិត្តសម្រាប់ម្ដាយក្មេកប្រពន្ធប្អូនថ្លៃនិងក្មួយសរុបទាំងអស់9នាក់រដ្ឋបាលខេត្តកំពង់ចាមសូមចូលរួមសោកស្ដាយចំពោះសកម្មភាពដែលបានកើតឡើងយ៉ាងសាហាវយង់ខ្នងទៅលើក្រុមគ្រួសារជនរងគ្រោះនិងសូមថ្កោលទោសយ៉ាងដាច់អហង្ការព្រមទាំងសូមស្នើឲ្យសមត្ថកិច្ចអនុវត្តទោសយ៉ាងតឹងរ៉ឹងចំពោះជនល្មើសបាទនេះគឺសកម្មភាពដែលកើតឡើងកាលពីសម័យគឺមានបងប្អូនប្រជាពលរដ្ឋគាត់ share ទៅចែកម្លែកច្រើនមែនទែនលើបណ្ដាញសង្គមដែលជាករណីដែលមើលទៅគឺសាហាវព្រៃផ្សៃមែនទែនដែលស្លាប់ដល់ក៏មនុស្សរហូតដល់9នាក់ដែលក្នុងនោះគឺស្រី7នាក់ប្រុស2នាក់ហើយសង្ស័យតែជាសាច់ញាតិរបស់គាត់ទៀតចា៎ហើយនៅក្នុងនោះផងដែរគឺយើងឃើញថាតាមរយៈការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចរបស់យើងចាស់ស្នងការដ្ឋាននគរបាលខេត្តកម្លាំងអាវុធហត្ថខេត្តនិងក្រោមការដឹកនាំក៏ដូចជាសម្របសម្រួលពីតំណាងអัยការអមសាលាដំបងខេត្តកំពង់ចាមផ្ទាល់គឺឃើញថាបានធ្វើការចុះពិនិត្យនិងស្រាវជ្រាវអំពីមូលហេតុហើយថែមទាំងវេកមុខជនសង្ស័យបន្ទាប់ពីប្រព្រឹត្តបទល្មើសបាននៅក្នុងរយៈពេលខ្លីបាទហើយយើងឃើញថាគឺជាហេតុការណ៍មួយដែលខុសខើមែនតើនៅក្នុងនោះផងដែរតាមការឲ្យដឹងពីខាងសមត្ថកិច្ចគឺបានបញ្ជាក់ថាជនសង្ស័យនេះតាមរយៈការតេស្តទឹកមាត់គឺមិនមានពាក់ព័ន្ធទៅនឹងសារធាតុញៀនទេប៉ុន្តែហាក់មានបញ្ហាស្មារតីមិនប្រក្រតីប៉ុន្តែយើងក៏សង្ឃឹមថាចំណុចដែលជាស្មារតីមិនប្រក្រតីនេះគឺមិនមែនជាចំណុចមួយដែលឲ្យមានការលើកលែងនៅក្នុងការអនុវត្តទោសបាត់ល្មើសព្រហ្មទណ្ឌនោះទេពីព្រោះករណីនេះគឺខុសខើមែនតើចាសាហាវខុសខើព្រៃផ្សៃដែលយើងមិនអាចទទួលយកបាននោះទេហើយបើតាមប្រភពក្រៅផ្លូវការផ្សេងទៀតគឺបានឲ្យដឹងថាជនសង្ស័យនេះគឺជាមួយនឹងជនរងគ្រោះដែលជាប្រពន្ធនេះគឺទើបតែរៀបការជាមួយគ្នារយៈពេលប្រហែល5ខែទេចាតាមប្រភពផ្សេងៗដែលគាត់បានទម្លាយមកនៅក្នុងបណ្ដាញសង្គមណាមានរូបថតរៀបការទើបតែការបាន5ខែទេប៉ុន្តែគឺសាហាវខុសខើមែនតើជារឿងមួយដែលសោកស្ដាយជារឿងមួយជាសោកនាដកម្មសម្រាប់ក្រុមគ្រួសារទាំងមូលព្រោះតែម្ដងព្រោះថាតាមការចុះទៅពិនិត្យទីតាំងជាក់ស្ដែងហ្នឹងគឺថាអ្នកស្លាប់ហ្នឹងមានតាំងពីម្ដាយក្មេកមានអូនថ្លៃប្រពន្ធហើយនឹងមួយទៀតចាសាហាវខ្លាំងដែលយើងមិនដឹងថាតើគាត់មានគំនុំគុំទុកក្នុងចិត្តនេះគាត់គំនុំនឹងរឿងអីពិតប្រាកដបាទតែបើការសារភាពរបស់គាត់ក្នុងជំហានដំបូងដែលសមាជិកកិច្ចសួរគាត់ថាគុំគុណដោយសារតែគាត់ឆ្លុះគ្នាមួយប្រពន្ធតែងតែរករឿងរបស់គាត់តែនេះជាចម្លើយមួយដែលវាមិនដល់ជាលេសវាថាវាមិនជារហូតដល់ពេលខឹងឬក៏រហូតដល់ហ៊ានដល់សម្លាប់
លើកដៃសម្លាប់ហើយនឹងដុតរហូតដល់មានមនុស្សបាត់បង់ជីវិតរហូតដល់9នាក់ដូចជាវាមិនសមជាមួយនឹងហេតុផលដែលគាត់លើកឡើងណាចាព្រោះយើងឃើញហើយកន្លងទៅពាក់ព័ន្ធទៅនឹងហិង្សានៅក្នុងក្រុមគ្រួសារប្តីប្រពន្ធណាប្តីប្រពន្ធខ្លះគប់ចានគប់ឆ្នាំងប៉ុន្តែជួបគ្នាតែអញ្ចឹងក៏មានតែករណីបែបហ្នឹងប៉ុន្តែករណីនេះយើងមិនទាន់ដឹងថាយ៉ាងណាទេព្រោះនៅក្នុងចំណាត់ការរបស់សមាជិកដើម្បីសមាជិករៀបចំចាត់ចែងទៅតាមនីតិវិធីហើយនឹងបន្តនីតិវិធីតុលាការជាបន្តទៀតពាក់ព័ន្ធទៅនឹងរឿងរ៉ាវទាំងអស់នេះប៉ុន្តែយើងចង់លើកឡើងពាក់ព័ន្ធទៅនឹងបញ្ហានៅក្នុងក្រុមគ្រួសារកន្លងទៅនេះរូបភាពគេហៅថាអំពើហិង្សានៅក្នុងក្រុមគ្រួសារឬក៏ការឈ្លោះប្រកែកគ្នាអីនេះគឺតែងតែមានជាសារអប់រំឬក៏ជារឿងអប់រំផ្សេងៗដែលបានលើកឡើងអំពីផលប៉ះពាល់នៅក្នុងហិង្សានៅក្នុងក្រុមគ្រួសារការរស់នៅមិនចុះសម្រុងគ្នារវាងប្តីហើយនិងប្រពន្ធហើយនិងប្រពន្ធជាមួយម្ដាយក្មេកឬក៏ប្តីជាមួយនឹងខាងគ្រួសារសាច់ថ្លៃអីហ្នឹងគឺឃើញថាយើងមានការខិតខំប្រឹងប្រែងតាមរយៈការផ្សព្វផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងហ្នឹងគឺផ្សាយច្រើនមែនទែនអំពីផលប៉ះពាល់ទាំងអស់នេះអញ្ចឹងប្រសិនបើគាត់រស់នៅក្នុងក្រុមគ្រួសារនឹងមួយគាត់មិនសប្បាយចិត្តគាត់មិនពេញចិត្តការរស់នៅរវាងប្តីហើយនិងប្រពន្ធមិនចុះសម្រុងនឹងគ្នាគួរណាស់តែបែកផ្លូវគ្នាដើរទៅចាវាមិនមែនជារឿងមួយថ្មីទេសម្រាប់ការចែកផ្លូវគ្នានេះសម័យបច្ចុប្បន្ននេះឃើញថាបងប្អូនទាំងខ្លះគាត់អត់ឆ្លោះគ្នាទេគាត់អត់ប្រកែកគ្នាទៅតឹងទៅសៃកដាក់គ្នាឬក៏ហិង្សាក្នុងគ្រួសារជាមួយគ្នានោះទេនៅពេលណាមួយដែលគាត់រស់នៅជាមួយគ្នាហើយគាត់មានអារម្មណ៍ថាការរស់នៅរបស់គាត់គឺមិនចុះសម្រុងនឹងគ្នាគេហៅថាអស់មនោសញ្ចេតនាជាប្តីជាប្រពន្ធហើយគឺរកផ្លូវដើររៀងៗខ្លួនទៅមានអ្នកខ្លះជួនកាលគាត់ការឲ្យបាទ3ខែគាត់លែងគ្នាក៏មានដែរដោយសារអីដោយសារគាត់អត់ចង់ប្រើប្រាស់ហិង្សាឬក៏ឆ្លោះប្រកែកគ្នាដែលបង្កទៅជាបញ្ហាមួយដែលធ្ងន់ធ្ងរchứគាត់សុខចិត្តថាចែកផ្លូវគ្នាដើរទៅពីព្រោះថារស់នៅជាមួយគ្នានឹងអត់បានទៅហើយដល់ពេលដែលមានគំនុំគុំទុកក្នុងចិត្តម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតយូរទៅគំនុំហ្នឹងវាកាន់តែរីករាលដាលធំហើយភាគីដែលរស់នៅគឺមិនមានក្តីសុខទាំងសងខាងប្តីក៏អត់មានក្តីសុខប្រពន្ធក៏អត់មានក្តីសុខដែរដោយសារតែគេហៅថាមានគំនុំគុំទុករៀងៗខ្លួនហើយបើសិនជាប្តីប្រពន្ធនឹងទៀតគាត់មានកូនតូចៗចឹងណាគាត់ចាប់ដើមគាត់មានកូនជាមួយគ្នាអ្នកដែលរងគ្រោះខ្លាំងជាងគេគឺកូនពីព្រោះអីកូននឹងគឺត្រូវរងសម្ពាធពីឪពុកម្ដាយដែលគាត់តែមានតែបញ្ហាមានតែការរស់នៅដែលមិនចុះសម្រុងគ្នាដែលអត់ស្រឡាញ់គ្នាអត់ឲ្យតម្លៃគ្នាអញ្ចឹងឪពុកម្ដាយខ្លះគាត់រស់នៅគេហៅថាគុំគ្នាទុកព្រោះប្តីប្រពន្ធតែគុំគ្នាទុកហ្នឹងក៏ច្រើនដែរច្រើនគូហើយយើងឃើញថានៅទីបញ្ចប់ទៅសុខចិត្តរស់នៅគុំគ្នាដូចថាមានរឿងអីអត់និយាយជាមួយគ្នាទេគុំគ្នាបណ្ដោយគុំគ្នាខឹងគ្នាស្អប់គ្នាអញ្ចឹងទៅគុំគេហៅថាគុំអាក្រក់ដល់ពេលប្តីប្រពន្ធណាលោកអ្នកតាលោកគាត់ឃើញករណីខ្លះគាត់គុំគ្នារហូតដល់គំនុំដូចករណីនេះអញ្ចឹងណាមិនដឹងថាគុំហ្នឹងគុំទៅលើរឿងអីគេខ្លះមានបញ្ហាអីគេខ្លះចំនួនពាក្យសម្ដីឬក៏ប្រពន្ធនឹងនិយាយអីលើប្តីឬក៏ខាងគ្រួសារសាច់ថ្លៃនឹងមានបញ្ហាអីលើប្តីទៅជារឿងដែលបង្កើតទៅជាករណីឃាតកម្មអីអញ្ចឹងទៅអញ្ចឹងគឺមានតែការនិយាយគ្នាការទៅចែកគ្នាហើយបើរស់នៅមិនចុះសម្រុងគ្នាទេចែកផ្លូវគ្នាដើរទៅចែកផ្លូវគ្នាដើរទៅអានឹងជាវិធីសាស្ត្រដែលដោះស្រាយល្អកុំឲ្យវាមានបញ្ហាហ្នឹងគឺរាលដាលបន្ទាប់ឲ្យមានជនរងគ្រោះច្រើនដែលរងគ្រោះដោយសារតែរឿងរ៉ាវនៅក្នុងជីវិតក្រុមគ្រួសារហ្នឹងចឹងចា៎ហើយពាក់ព័ន្ធជាមួយនឹងករណីនេះដែលបានជំរាបជូនគឺមានបងប្អូនក៏មានការចាប់អារម្មណ៍ច្រើនដែរទៅលើករណីឃាតកម្មបាទដែលកើតឡើងនៅឯខាងស្រុកស្ទឹងត្រង់នៃខេត្តកំពង់ចាមពាក់ព័ន្ធទៅនឹងករណីដែលមានអ្នកស្លាប់រហូតដល់9នាក់ហើយក្នុងនោះគឺមានការដុតផ្ទះហើយនិងអាកោសម្លាប់ទៅលើជនរងគ្រោះហើយនៅពេលដែលសមត្ថកិច្ចគាត់បានជនសង្ស័យមានរូបភាពមួយសន្លឹកដែលគាត់អង្គុយនៅលើកៅអីហើយគាត់ក៏ពាត់ដៃចេះដែលធ្វើឲ្យមានការចែករំលែកលើបណ្ដាញសង្គមច្រើនដែលបងប្អូនថាគាត់ខឹងជំនួសទៅថាប្រព្រឹត្តនៅសកម្មភាពសាហាវខូខើហើយនឹងមកធ្វើដូចអត់ដឹងហើយលើកទៅក៏ឆ្លោយនៅថាគាត់ថាខឹងប្រពន្ធសម្រាប់ដល់9នាក់តែបងប្អូនលើកឡើងថាឲ្យមានអនុវត្តទុកឲ្យខ្លាំងក្លាឲ្យតឹងរឹងឲ្យធ្ងន់ធ្ងរបំផុតទៅលើបុគ្គលបែបអញ្ចឹងសាហាវខូខើព្រៃផ្សៃបែបនោះដែលឈានដៃឬក៏លើកដៃសម្រាប់មនុស្សដល់ទៅ9នាក់ដែលសុទ្ធសឹងតែជាសាច់ញាតិរបស់គាត់មានទាំងម្ដាយក្មេកមានទាំងប្អូនថ្លៃមានទាំងក្មួយនិងប្រពន្ធខ្លួនឯងទៀតហើយសម្រាប់ឲ្យដុតទៀតដែលធ្វើឲ្យវាជាសកម្មភាពមួយដែលយើងខូខើខ្លាំងបំផុតមកអញ្ចឹងទាំងសូមឲ្យមានការអនុវត្តទៅលើទោសឬក៏អនុវត្តទៅលើបុគ្គលមួយនេះឲ្យកាន់តែខ្លាំងឬក៏ធ្ងន់ធ្ងរបំផុតចំណុចហ្នឹងហើយដែលធ្វើឲ្យបងប្អូនដែលគាត់ជាអ្នកច្បាប់មួយចំនួនណានៅពេលដែលឃើញរូបភាពនេះគាត់លើកឡើងថាសង្ឃឹមថានេះគឺជាមិនមែនជាមូលហេតុនៃការគេចវេះពីការទទួលខុសត្រូវព្រហ្មទណ្ឌទេពីព្រោះពាក់ព័ន្ធទៅនឹងការទទួលខុសត្រូវព្រហ្មទណ្ឌនៅក្នុងក្រមព្រហ្មទណ្ឌក្រមនីតិវិធីព្រហ្មទណ្ឌក៏បានលើកឡើងនៅចំណុច
ចំណុចបញ្ហាវិបលៈស្មារតីរបស់ជនសង្ស័យដែលកិច្ចផុតពីការទទួលខុសត្រូវគាត់សង្ឃឹមថាចំណុចនេះមិនមែនជាការកិច្ចផុតពីការទទួលខុសត្រូវការអនុវត្តទោសព្រហ្មទណ្ឌនោះទេពីព្រោះថាទង្វើនេះគឺជាទង្វើដែលសាហាវព្រៃផ្សៃឃើញរូបភាពកពាត់ដៃនេះហើយគឺវាបងប្អូនយើងច្រើនមែនតើដែលគាត់ចូលទៅ comment ជាពិសេសបងប្អូនយើងពាក់ព័ន្ធនឹងច្បាប់ណាដែលគាត់ទៅសេច្រើនដែលពាក់ព័ន្ធទៅនឹងបញ្ហាទាំងអស់នេះព្រោះមើលទៅគាត់ថាមិនមែនវិបលៈស្មារតីទេប៉ុន្តែហាក់បីដូចជាគាត់ថាសម្ដែងច្រើនជាងសម្ដែងច្រើនជាងប៉ុន្តែរឿងរ៉ាវនេះយ៉ាងណាមិញគឺនៅក្នុងចំណាត់ការរបស់សមត្ថកិច្ចក៏ដូចជាចំណាត់ការនីតិវិធីបន្តរបស់សាលាដំបងចាស់ខេត្តកំពង់ចាមផ្ទាល់អញ្ចឹងនៅក្នុងព័ត៌មាននេះប្រសិនបើយើងទទួលបាននៅការវិវត្តថ្មីឬក៏សេចក្តីប្រកាសព័ត៌មានយ៉ាងណានោះគឺយើងនឹងបន្តជម្រាបជូនទស្សនិកជនជាបន្តទៀតផងដែរបាទ